បាទទស្សនិកជនជាទីមេត្រីស្វាគមន៍ជាបន្តមកកាន់សង្វៀនអ្នកចម្បាំងកម្លាំងកម្ពុជាបាទយើងនឹងបន្តដល់ការប្រកួតគូជម្រុះទី2បាទដើម្បីស្វែងរកអ្នកឈ្នះបាទឡើងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រាត់ដែលត្រៀមប៉ះបាទជាមួយនឹងកីឡាករពេជ្រវិបុលសុកបាទដែលបានឈ្នះពិន្ទុបាទលើកីឡាករអ៊ីរ៉ង់នៅមុននេះបន្តិចស្វិតស្វាញពេញ3ទឹកបាទឈ្នះចាញ់គ្នាដោយពិន្ទុដែលពេជ្រវិបុលសុកបាទគឺនឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រាត់បាទប្រកួតចុងក្រោយបាទរងចាំការប្រកួតបាទជាមួយនឹងគូទី2បាទកីឡាករដែលឈ្នះបាទនឹងត្រូវជួបគ្នាបាទនៅវគ្គផ្ដាច់ព្រាត់បាទសម្រាប់ការប្រកួតគូជម្រុះដណ្ដើមប្រាក់លានជាបាត់កសុំជម្រាបជូនពីសមាជិកប្រកួតរបស់កីឡាករទាំងពីរដូចតទៅបកគោក្រហមស្លៀកខោពណ៌ក្រហមទម្ងន់60គីឡូក្រាមកម្ពស់1.70 ម៉ែត្របាត់ពិសោធន៍ប្រកួតចំនួន53ដងឈ្នះ43ដងចាញ់7ដងស្មើ3ដងនិងធ្លាប់ព្រួដៃគូប្រកួតរបស់ខ្លួនឲ្យសន្លប់ចំនួន18ដងគឺជាកីឡាករមកពីក្លឹបប្រដាល់ស្របស្រួយគុណខ្មែរដែលមានគ្រូបង្ហាត់លោកគ្រូសនដេលីតលោកស្រីនេះកញ្ញាក៏សូមស្វាគមន៍វត្តមានកីឡាករគុណខ្មែរបង្គោលក្រហមអេលីតមេឃីចំណែកដៃគូប្រកួតរបស់គេបង្គោលខៀវស្លៀកខោពណ៌បៃតងទម្ងន់60គីឡូក្រាមដូចគ្នាបទពិសោធន៍ប្រកួតចំនួន11ដងឈ្នះ8ដងចាញ់3ដងមិនដែលស្មើក៏ធ្លាប់ព្រួដៃគូប្រកួតរបស់ខ្លួនឲ្យសន្លប់ចំនួន2ដងលោកស្រីនេះកញ្ញាក៏សូមស្វាគមន៍វត្តមានកីឡាករបង្គោលខៀវ The Blue Corner from Uzbekistan Merunsok Ramato កីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរ2លោកអញ្ញាកដាលផលសុផាតជាក្រុមត្រៀមប្រុងព្រៀបប្រកួតអ្នកចម្បាំងកម្លាំងកម្ពុជាគុណខ្មែរគូទី2ដែលជាគូម៉ារ៉ាតុនអន្តរជាតិដណ្ដើមពាននឹងប្រាក់លានវគ្គជម្រុះកម្ពុជាអ៊ូបេគីស្ថានទឹកទី1 round 1បាទការប្រកួតគូជម្រុះដណ្ដើមប្រាក់លានគូទី2ទឹកទី1 round 1បង្គោលក្រហមកីឡាករគុណខ្មែរបង្គោលខៀវមកពីអ៊ូស្បេគីស្ថានបាទទាត់ជើងក្រោមមួយជើងរបស់លីតបេគីទាត់សងវិញបាទពីកីឡាករមេរិនសុកអត់អីទេបាទអស់ចំហខ្លួនឯងក្រោកឡើងវិញបន្តការប្រកួតសាកកម្លាំងជើងគ្នាម្នាក់មួយជើងរួចរាល់ទាត់ស្ដាំបន្ថែមទៀតរបស់អេលីតបេគីបង្គោលក្រហមបាទមេរិនសុកហាក់បីដូចជាបាទកាញ់ជ្រុលបន្តិចប៉ុន្តែដកថយរកវាមួយត្រង់នេះអូយបាទនាកវត្តកន្ទុយរបស់មេរិនសុកបាទកីឡាករអ៊ូស្បេគីស្ថានបាទមើលទៅរហ័សរហួនបាទសម្រាប់មេរិនសុកដកចូលវាយស្ដាំត្រង់នេះបាទសម្រាប់បង្គោលខៀវអូរកវាថែមមួយទៀតបាទមើលទៅមានក្បាច់ប្លែកបាទសម្រាប់កីឡាករបង្គោលខៀវដកស្ដាំរបស់អេលីតបេគីសវិញតែក្តាប់ដៃមេរិនសុកបាទវិញសន្ទប់រុកវាថែមមួយទៀតអាយ៉ាបោះប្លង់ស្អាតមែនទែនបាទត្រង់នេះបាទសម្រាប់កីឡាករបង្គោលខៀវដាក់ចូលតុកជើងក្រោមរបស់អេលីតបេគីកាត់ជើងក្រោមតុកត្រង់នេះវិញបាទអត់អីទេបាទស្ទុះចូលវាយសក់ស្លាមដៃរបស់អេលីតបេគីអូយកំងដៃសូមួយទៀតបាទរបស់មេរិនសុកដាក់ចូលតុកជើងក្រោមចាប់ជើងជាប់អញ្ញាកដាលបបាយទៅហើយបាទមើលទៅទឹកទី1នេះបាទអេលីតបេគីហាក់បីពិបាកចូលចោះមែនទែនបាទទៅលើកីឡាករអ៊ូស្បេគីស្ថានដល់ចូលទាត់ជើងក្រោមមួយទៀតបាទរបស់មេឃីដល់ចូលវាយស្ដាំឆ្វេងស្ដាំសងវិញរបស់មេរិនសុកមកដៃសូវាយស្ដាំអត់អីមេឃីរងជាប់ទាត់កាត់ជើងក្រោមមើលទៅមិនសូវរឹងទេបាទជើងក្រោមរបស់មេរិនសុកមេឃីបាទទាត់នឹងញ៉ាក់បាទជាច្រើនលើក
ះស្ដាំមួយជើងបាទរបស់មិនរិនសុកដើរចូលបៃស្ដាំបន្ថែមរបស់មេឃាបាទមិនរិនសុកបន្តបាទកដឹកដៃនឹងទាត់ចាប់ជើងត្រង់នេះបន្ថែមរុញអាញាកដាលបំបីសាជាថ្មីបាទមិនរិនសុកនេះបាទគឺគាត់រហ័សមែនទែនបាទអូយមេឃាអស់ជំហរបាទដួលក្រោមឡើងវិញបន្តការប្រកួតមេឃាបន្តដើរចូលទាត់ជើងក្រោមយ៉ាងម៉េចទៅហើយបាទជើងជួយរបស់មិនរិនសុកមេឃាអូយបាទបកសមើលទៅបកសយុទ្ធរខនឺប៉ុន្តែចុងទឹកទី1សុំស្រួល2នាទីយ៉ាបាទចំតឡោការពារទេបាទស្មានទៅឈឺជើងក្រោមទៅមិញបាទមេឃាគាត់បុកទាត់ជើងក្រោមបាទប៉ុន្តែតាមការពិនិត្យរបស់អាជ្ញាកណ្ដាលនេះបាទគឺគេចាប់ការពារទេបងប្អូនបាទមានពេលឲ្យសម្រួលបាទចាំមើលរូបភាពបកសយុទ្ធរខនឺបាទហាមវេប្រដាប់ការពារបាទប្រកួតបន្តចំមែន continue to fight បាទឥឡូវហាមវាចង់ប្រដាប់ការពារមេឃាបាទវៃតាណាក៏បានដែរបាទហាមដល់កន្លែងដែលហាមគាត់តែប៉ុណ្ណោះបាទជួយស្ដាំកណ្ដាប់ដៃវិញបន្តទៀតរវាទាត់កាត់មេឃាទាត់កាត់កីឡាករអ៊ូស្បេគីស្ថានបាទក៏រវាដើរចូលបាទតុកមកជើងស្ដាំថែមទៀតរបស់លីមេឃាបាទទាត់ជើងក្រោមរបស់មេឃាមិនរំសុកទាត់ស្ដាំខាងលើម៉ាត់ជួយមេឃាដើរចូលមេឃាតាមត្រង់នេះតុកជើងក្រោមថែមទៀតតុកមកជើងសងវិញរបស់មិនរំសុកបាទកែងស្ដាំមួយរបស់មេឃាមិនរំសុកថយបន្តិចសិនមេឃាតាមតុកឆ្វេងមួយជើងឲ្យក៏ធាក់តុកមួយសិនអាយ៉ាអត់មានក្បាច់នេះទេបាទហាមតោងខ្សែសង្វៀនប្រកួតបាទឆ្វេងស្ដាំបាទទាត់មកជើងរវែមួយចាប់ទៀតទឹកទី1ឯណោះ round 1បាទចប់ទឹកទី1បាទមួយទឹកកន្លងផុតទៅបាទរហ័សរៀងខ្លួនបាទសម្រាប់កីឡាករទាំងពីរបាទជាពិសេសបាទកីឡាករអ៊ូស្បេគីស្ថានបាទរវែផងបងដៃសូផងបាទហើយគាត់ជក់ចិត្តចាក់ជើងអេលីតមេឃាបាទទៅពេលដែលមេឃាគាត់ទាត់បាទចាំមើលបាទមេឃាទឹកទី2បាទមានអ្វីបន្ថែមបាទជាមួយនឹងកីឡាករអ៊ូស្បេគីស្ថានអរគុណបាទដល់ភេសជ្ជៈពេលកម្លាំងកម្ពុជាបាទធម្មពលដ៏ជោគជ័យអ្នកទឹកចេញក្រៅសកិនអៅអ្នកចម្បាំងកម្លាំងកម្ពុជាគុណខ្មែរគូទី2ដែលជាគូម៉ារ៉ាតុនអន្តរជាតិដណ្ដើមពាននឹងប្រាក់លានវគ្គជម្រុះកម្ពុជាអ៊ូប៊ីគីស្ថានទឹកទី2 round 2បាទទឹកទី2ជាបន្តទៀតអ្នកឈ្នះបាទឡើងទៅជួបពេញបលសកបាទសម្រាប់ការប្រកួតដណ្ដើមប្រាក់4លានរៀលនៅពានបាទពីសុខវិទ្យាចម្បាំងកម្លាំងកម្ពុជាបាទជាខ្ញុំដើរចូលវាសធប់ទៅហើយតុកស្ដាប់មួយជើងរបស់លៀនមេឃាចាប់ជើងមិនជាប់ទេបាទកីឡាករមើលរត់សុកដកជើងក្រោមចំប្រដាប់ការពេលវិញអត់អីមកល្មមបាទវាយតទៀតបាទប្រកួតបន្តបាទមេឃាដើរចូលទាត់ជើងក្រោមបាទគាត់មានក្បាច់ទប់ជើងក្រោមរបស់គាត់ដែរបាទសម្រាប់កីឡាករអ៊ូស្បេគីស្ថានបាទរេចុះរេឡើងដើរចូលវាយមកដៃស្ដាំបាទរុះកែងហើយបាទលៀនមេឃាត្រង់នេះជង្គង់ស្ដាំចាប់គ្រឿងជាប់ជង្គង់ស្ដាំអូយអូយបាទខ្មោចដៃសូសងវិញតាមហើយខ្មោចដៃសូថែមទៀតបាទតាមប្រយ័ត្នប្រយែងផងមេឃាប្រយ័ត្នជូនតាក់របស់មរិនសុកតុកជើងក្រោមរបស់មេឃាបាទតុកជើងក្រោមមេឃាមរិនសុកគេចផុតបាទតាមទៀតតុកជើងក្រោមមកជើងសងវិញបាទធាក់ស្ដាំរបស់មរិនសុកបាទមេឃាតាមតុកឆ្វេងមកជើងសិនបាទតាំងគុំជួយស្ដាំកណ្ដាប់ដៃរបស់មេឃាមើលទៅមរិនសុកបាទយ៉ាងម៉េចទៅហើយខ្មងដៃសូមកដៃទៀតមេឃាបាទគាត់អាចបាទម៉ាក់បានទាត់ជើងក្រោមអូយខ្លាំងបាទមកជើងថែមទៀតអើយយយបកសយុទ្ធរខនឺបាក់ស្រិតត្រឹមនេះអញ្ញាកណ្ដាលរាប់3 4 បែកកង់ទឹកទី2បាទកីឡាករអ៊ូស្បេគីស្ថាន7ទៅរួចទេ8 9 10មិនរួចទេអញ្ញាកណ្ដាលរាប់ដល់10បាទទីបំផុតបាទបេក្ខភាពដែលឡើងទៅវគ្គផ្ដាច់ព្រាត់បាទយើងរកបានឃើញមួយរូបទៀតហើយបាទតាមរយៈការបុកទាត់ជើងក្រោមបាទចំច្រើនជើងបាទរបស់លីតមេឃាបាទពិតជាផ្ដួលកីឡាករអ៊ូស្បេគីស្ថានបានត្រឹមទឹកទី2នេះមែនបាទឃើញគាត់ចេញសញ្ញាមកបាទតាំងពីទឹកទី1បាទជើងក្រោមបាទទឹកទី2នេះបាទលីតមេឃាគាត់បន្តទាត់បន្ថែមបាទក៏អាចផ្ដួលបាទមរិនសុកបាទត្រឹមទឹកទី2នេះបានបាទរូបភាពយឺតបាទបង្ហាញជូនដែរបាទសម្រាប់ការប្រកួតបាទនៅក្នុងទឹកទី2ដែលមេឃាបាទទាត់ហើយទាត់ទៀត
បាទធ្វើឲ្យមរិនសុខបាទគឺมันអាចបាទបន្តការប្រកួតបានទេ បាទសូមអរគុណកីឡាករបង្គោលក្រហមអេលីតមេឃាកម្ពុជាទទួលបានជ័យជំនះដោយកីឡាករបង្គោលខៀវមកពីប្រទេសអូប៊ីគីស្តានឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី2